សួស្តីអ្នកគ្នាថ្ងៃនេះមកបង្ហាញអ្នកគ្នានៅស្បែកជើងតាមចូលស្តុកថ្មីអ្នកគ្នាគឺស្បែកជើង Mizuno មួយ Line Neo ដែលជាប្រភេទTop Cadet អ្នកគ្នាស្បែកជើងនេះគឺពាក់ដោយកីឡាករ Fernando Torres អ្នកគ្នាកីឡាករ Fernando Torres គាត់ជួយនិវត្តន៍អ្នកគ្នាតែស្បែកជើងគាត់គឺនៅមានគេផលិតដែលក្រុមហ៊ុន Mizuno អ្នកគ្នាបានតែស្បែកជើងនេះគឺមានពណ៌សលាយជាមួយនឹង logo Mizuno ពណ៌ក្រហមអ្នកគ្នាហើយជាមួយប្រភេទ Mizuno គឺស្បែកវាទន់ល្អមែនតើអ្នកគ្នាហើយគុណភាពគឺល្អមែនតើចំពោះអ្នកដែលស្រឡាញ់ពណ៌ក្រហមនិងពណ៌សគឺទៅចិត្តតែម្ដងអ្នកគ្នាហើយផ្នែកខាងក្រោយវាគឺមាន logo Mizuno Moline Neo អ្នកគ្នាដែលជាឈ្មោះនៃស្បែកជើងនេះតែម្ដងហើយស្បែកជើងនេះគឺមានបាតវាពណ៌ក្រហមអ្នកគ្នាហើយគ្រាប់រាងមូលអ្នកគ្នាចំពោះស្បែកជើង Mizuno នេះគឺវាងាយស្រួលពាក់មែនតើនៅលើស្ត្រាងស្មាសនមិត្តអ្នកគ្នាដែលគ្រាប់វាយ៉ាងច្រើនហើយអត់សូវខ្ពស់ទេអ្នកគ្នាបានចំពោះអ្នកគ្នាធ្វើការកំងអ្នកគ្នាអាចកំងបាននៅហាង PR Sport Store របស់យើងតាម Telegram 0616268ឬ page របស់យើងគឺ The PR Sport អ្នកគ្នាហើយអ្នកគ្នាអាចឆែកផ្សាយទំហំផ្សេងៗតាម website របស់យើងផងដែរអ្នកគ្នាគឺ prsport.shop អ្នកគ្នាអរគុណច្រើន